ប្រជាពលរដ្ឋស្រុកជលគិរីបញ្ជាក់ថាសេវាសាធារណៈក្នុងមូលដ្ឋានរបស់ពួកគាត់មានភាពល្អប្រសើរលឿនរហ័សទាន់ពេលវេលាមិនធ្វើឲ្យប្រជាពលរដ្ឋធុញទ្រាន់នោះទេបានទៅធ្វើអីហ្នឹងវាយឺតយ៉ាវតែពីប្រជាពលរដ្ឋទេតែបើប្រជាពលរដ្ឋទៅដល់ហ្នឹងមានឃុំព្រៃគ្រីស្រុកជលគិរីជាឃុំមួយដឹកនាំដោយស្ត្រីប្រជាពលរដ្ឋដែលជាអ្នកទទួលសេវាសាធារណៈនៅក្នុងមូលដ្ឋានឃុំនិងរដ្ឋបាលស្រុកពិតជាបានសប្បាយរីករាយដោយសារតែការផ្តល់សេវាសាធារណៈនៅទីនោះបានផ្តល់ជូនប្រជាពលរដ្ឋបានយ៉ាងលឿនឆាប់រហ័សជូនដល់ប្រជាពលរដ្ឋពួកគាត់ដោយធានាបាននូវសេវាល្អប្រសើរប្រជាពលរដ្ឋបន្តថាក្នុងអាណត្តិទី7នេះអាជ្ញាធរមូលដ្ឋានស្រុកជលគិរីបានបង្កើនប្រសិទ្ធភាពខ្ពស់លើការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋតាមរយៈយន្តការច្រកចេញចូលតែមួយទាំងបណ្ដារដ្ឋបាលឃុំទាំងអស់ក្នុងស្រុកជលគិរីខេត្តកំពង់ឆ្នាំងការចេញចូលទៅរកសេវាសាធារណៈបញ្ជាក់លិខិតស្នាមនានានៅតាមបណ្ដាឃុំក្នុងស្រុកជលគិរីបានផ្តល់សេវារហ័សទាន់ចិត្តការដោះស្រាយទំនាស់គឺមន្ត្រីតាមសាលាឃុំចូលរួមសម្របសម្រួលដោយបានដោះស្រាយគ្មានអ្នកឈ្នះនិងគ្មានអ្នកចាញ់នាំឲ្យប្រជាពលរដ្ឋតាមបណ្ដាឃុំទាំងអស់ក្នុងស្រុកជលគិរីទទួលយកបានការបម្រើសេវាពិតជាលឿនរហ័សមានតម្លាភាពនិងមិនមានការបង់ប្រាក់កាសនោះឡើយដែលនេះគឺជាការសម្របសម្រួលភាពងាយស្រួលសម្រាប់ពួកគាត់អាចឆាប់ទទួលបានឯកសារយកទៅប្រើប្រាស់តាមតម្រូវការរៀងៗខ្លួនបានទៅធ្វើអីហ្នឹងវាយឺតយ៉ាវតែពីប្រជាពលរដ្ឋទេតែបើប្រជាពលរដ្ឋទៅដល់ហ្នឹងមានច្បាប់ត្រឹមត្រូវហ្នឹងជឿនលឿនទេមិនអីទេគាត់មិនបរិយាដោយសារចេះចុះឲ្យអត់ទេមិនដែលទេបាទស្រួលតែបងអត់ទៅរងចាំយូរទេពួកអីគាត់បានប្រើប្រជាពលរដ្ឋបានល្អខ្ញុំទៅដែរជួបផលពិបាកទេគឺស្រួលឯកសារគាត់ធ្វើឲ្យលឿនទៅរកឲ្យគាត់ធ្វើនឹងធ្វើបានទាន់ហេតុការដែរអត់ទៅបាក់យឺតយ៉ាវទេបាទយើងទៅដូចថាកំណត់ម៉ោងថាគាត់ត្រូវធ្វើឲ្យទៅគាត់ធ្វើឲ្យហើយបាទមួយថ្ងៃពីរថ្ងៃគឺបានហើយអត់យូរដូចមុនទេបាទលោកស្រីអង្គកឹមអ៊ីនមេឃុំព្រៃគ្រីស្រុកជលគិរីបានថ្លែងថារាជរដ្ឋាភិបាលអាណត្តិទី7ដែលមានសម្ដេចធិបតីហ៊ុនម៉ាណែតជាប្រមុខថ្នាក់ដឹកនាំរដ្ឋបាលឃុំព្រៃគ្រីបានបន្តការយកចិត្តទុកដាក់បំផុតលើការងារផ្តល់សេវាតម្រូវការឯកសារជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានការងារផ្តល់សេវាជូនប្រជាពលរដ្ឋចាំបាច់ត្រូវតែលឿនរហ័សទាន់ពេលវេលានិងមិនមានការកំណត់ឬទាមទារតម្លៃលើការធ្វើឯកសារណាដែលច្បាប់មិនបានកំណត់នោះឡើយកន្លងមករដ្ឋបាលឃុំបានបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានជាច្រើនឯកសារដែលភាគច្រើនលើសេវាបញ្ជាក់កិរិយាមារយាទបញ្ជាក់កន្លែងការងារកន្លែងស្នាក់នៅជាដើម23ចំណុចដែលរដ្ឋាភិបាលបានដាក់ជូនដែលឡែករាល់សេវាទាំងអស់រដ្ឋបាលឃុំតែងតែផ្ដល់ជូនគាត់នៅពេលដែលគាត់អញ្ជើញមកទទួលសេវាភ្លាមពេលដែលគាត់មកទទួលគឺរដ្ឋបាលឃុំនឹងធ្វើជូនគាត់ភ្លាមដោយគាត់រងចាំតែ4ទៅ5នាទីក្នុងការផ្ដល់ជូនគាត់ទេការផ្តល់សេវាសាធារណៈនេះគឺជាការងារអត្តភាពចម្បងដែលរាជរដ្ឋាភិបាលអាណត្តិទី7នេះបានគិតគូរនិងតែងតែបន្តជំរុញជាបន្តបន្ទាប់ទៅថ្នាក់មន្ត្រីអនុវត្តនៅតាមមូលដ្ឋានឲ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់បំផុតធ្វើយ៉ាងណាធានាសម្ដៅប្រសិទ្ធភាពជៀសវាងការយឺតយ៉ាវបង្កជាក្តីថ្នាំងថ្នាក់ណាមួយប៉ះពាល់ប្រជាពលរដ្ឋ